ក្នុងពេលថ្មីនេះចិននិងជប៉ុនកំពុងតែកើនកម្ដៅជាមួយគ្នាយ៉ាងខ្លាំងដោយសារតែលោកស្រីប្រធានាធិបតីប្រទេសជប៉ុនបានប្រកាសគាំទ្រកោះតៃវ៉ាន់បើសិនជាចិនហ៊ានវាយលុកកោះតៃវ៉ាន់ទាំងអស់នេះយើងកំពុងតែគិតមើលហើយសម្លឹងមើលថាហានិភ័យបញ្ហានៃពិភពលោកកំពុងតែគៀកនឹងមកដល់ហើយប្រសិនបើមហាយៈចិនប្រកួតប្រជែងសពាវុធជាមួយនឹងប្រទេសជប៉ុនតើនឹងមានអ្វីកើតឡើងតើនៅអាស៊ីឬក៏ប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ប្រទេសដែលជាប់នៅសមុទ្រចិនខាងត្បូងតើនឹងមានអ្វីកើតឡើងយើងត្រូវដឹងថាពីរអ្នកនេះគឺជាសត្រូវប្រវត្តិសាស្ត្រជប៉ុនគឺជាមហាអំណាចដែលបានត្រួតត្រាប្រទេសចិនហើយរហូតទៅដល់អាស៊ីអាគ្នេយ៍ផងដែរចិនគឺជាប្រទេសដែលទទួលរងនឹងការឈឺចាប់ពីប្រទេសជប៉ុនតែនៅពេលនេះចិនគឺជាមហាប្រទេសខាងសេដ្ឋកិច្ចខាងយោធាតែជប៉ុនក៏មិនមែនជាប្រទេសដែលអន់នោះដែរកាលពីសង្គ្រាមរលកទី2ជាសម័យមួយដែលពិភពលោកមិនទាន់មានការរីកចម្រើនខ្លាំងនៅឡើយទេតែជប៉ុនមានសពាវុធនិងមានការរីកចម្រើនដល់កំពូលចុះនៅពេលបច្ចុប្បន្នពិភពលោកស្ងប់ស្ងាត់ពិភពលោកគ្មានសង្គ្រាមប្រទេសកំពុងតែអភិវឌ្ឍបច្ចេកវិទ្យាកើនឡើងតើជប៉ុននឹងដើរដល់ណាជប៉ុនជាប្រទេសមួយដែលមិនសូវអួតអំពីសពាវុធរបស់ខ្លួនទេតើនៅពេលសង្គ្រាមកើតឡើងនៅពេលខាងមុខនេះតើជប៉ុននិងចិននឹងបង្ហាញសពាវុធទំនើបយ៉ាងណាតើពិភពលោករបស់យើងនឹងទទួលរងនូវផលប៉ះពាល់អ្វីខ្លះតើប្រទេសមួយចំនួននៅលើពិភពលោកដូចជាកម្ពុជាផងដែរតើនឹងទទួលរងផលប៉ះពាល់អ្វីដែរយើងគិតអំពីចំណុចទី1គឺទំហំសេដ្ឋកិច្ចបច្ចុប្បន្នប្រទេសចិនគឺជាប្រទេសឈានមុខមួយធំជាងគេនៅកម្ពុជាដែលមានទុនវិនិយោគយ៉ាងច្រើននៅក្នុងនោះផងដែរប្រទេសជប៉ុនក៏ជាប្រទេសមួយដែលមានទុនវិនិយោគនៅកម្ពុជាយ៉ាងច្រើនផងដែរអញ្ចឹងផលប៉ះពាល់នឹងកើតឡើងទាំងវិស័យសេដ្ឋកិច្ចទាំងវិស័យភូមិសាស្ត្រនយោបាយដូច្នេះហើយយើងទាំងអស់គ្នានឹងសម្លឹងមើលថាតើពួកគេនឹងបន្តឲ្យមានកម្ដៅនេះកើនឡើងឬក៏បន្ថយកម្ដៅនេះទៅវិញបើសិនជាកម្ដៅនេះនៅតែកើតឡើងហានិភ័យពិភពលោកនឹងជួបហើយយើងត្រូវចាំថានៅប្រទេសជប៉ុនគឺមានមូលដ្ឋានទ័ពយោធារបស់អាមេរិកនៅទីនោះផងដែរហើយយើងមិនដឹងថាជប៉ុនមានសពាវុធទំនើបយ៉ាងណាចំណែកនៅចិនមាននុយក្លេអ៊ែរនិងសពាវុធទំនើបដូចគ្នាផងដែរដូច្នេះបើសិនជាយៈទាំងពីរនៅអាស៊ីនេះប្រកួតគ្នាតើនឹងមានអ្វីកើតឡើងតើបណ្ដាប្រទេសផ្សេងយ៉ាងណាយើងត្រូវចាំថាដំរីជុលគ្នានោះដើមឈើព្រៃឈើស្មៅសម្មោចស្អានោះត្រូវច្បាស់ជាត្រូវជន់និងត្រូវកំទេចហើយដូច្នេះបណ្ដាប្រទេសមួយចំនួននៅអាស៊ីក៏នឹងទទួលរងឥទ្ធិពលផងដែរឥទ្ធិពលនេះខ្លាំងជាសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនទៅទៀតជាសង្គ្រាមមួយដែលនៅគៀកផ្ទាល់នឹងអាស៊ីអាគ្នេយ៍របស់យើងតែម្ដងជាពិសេសប្រទេសកម្ពុជារបស់យើងក៏នឹងទទួលរងផលប៉ះពាល់វិស័យសេដ្ឋកិច្ចក៏ដូចជាភូមិសាស្ត្រនយោបាយនៅពេលនោះផងដែរ